ខ្ញុំឈ្មោះពេជ្រខ្ញុំមានពិការភាពតាំងពីអាយុ3ឆ្នាំមកម្លេះសប្តាហ៍ថ្ងៃជាក្រុមការងារចលនាទម្លុះកាលពីមុនខ្ញុំគិតថាការចេញមកខាងក្រៅម្នាក់ឯងមិនមែនជារឿងងាយស្រួលនោះឡើយហើយខ្ញុំតែងតែឮជនមានពិការភាពផ្សេងទៀតនិយាយថាពួកគាត់ក៏គិតដូចនេះដែរដោយហេតុថានៅកន្លែងធ្វើការរៀនទីសាធារណៈនិងពេលយើងធ្វើដំណើរជាពិសេសពាក្យសម្ដីមិនសមរម្យជាដើមប៉ុន្តែអ្វីមិនដូចជាការគិតរបស់ខ្ញុំទាំងស្រុងនោះទេនៅពេលដែលខ្ញុំចេញមកខាងក្រៅពេលខ្លះក៏បានជួបនឹងមនុស្សល្អជាច្រើនដែលពួកគាត់តែងតែជួយយកអាសានិងជួយសម្រួលការលំបាករបស់ខ្ញុំដោយក្តីរីករាយផងដែរការចេញមកខាងក្រៅធ្វើឲ្យខ្ញុំស្គាល់មនុស្សល្អមានឱកាសចូលរួមក្នុងសង្គមសិក្សានៅអ្វីដែលថ្មីរហូតដល់ខ្ញុំមានឱកាសដូចថ្ងៃនេះខ្ញុំក៏សូមលើកទឹកចិត្តដល់ជនមានពិការភាពផ្សេងទៀតមានភាពក្លាហានហ៊ានសាកល្បងនៅអ្វីដែលថ្មីធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ពេញចិត្តដើម្បីមានឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួននិងទទួលបានសិទ្ធិដូចអ្នកដទៃផងដែរចូលរួមកសាងសង្គមមួយសម្រាប់អ្នកទាំងអស់គ្នាដើមចេញពីយើងម្នាក់ដោយមិនទុកនរណាម្នាក់ចោលជាមួយនឹងការមិនរើសអើងមកលើជនមានពិការភាព